បដូរ profile picture តែមិនចង់ឲ្យគេដឹងតើបងប្អូនឥឡូវយើងមកសាកល្បងជាមួយខ្ញុំទាំងអស់គ្នានៅពេលដែលបងប្អូនចង់បដូរ profile ហើយយើងចង់ឲ្យគេដឹងណាអញ្ចឹងយើងចូលទៅ Facebook របស់យើងមកហើយយើងចុចលើរូប profile របស់យើងហើយចុចមកតង់ទៀតហើយយើង select យក profile picture មកហើយយើងទៅរករូបណាមួយដែលយើងចង់ upload ត្រង់នេះមានពីររបៀបបងប្អូនអាចដោះ tick កន្លែង share យក update to feed នឹងក៏បានឬក៏បងប្អូនអាចចូលមកវិធីមួយទៀតគឺបងប្អូន save upload សិនមកបន្ទាប់មកយើងចូលក្នុងចុចលើរូប profile របស់យើងហើយយើងជ្រើសរើសយក C profile picture មកបន្ទាប់មកយើងចុចលើ tray 3ខាងលើហើយយើងយក edit privacy យើង select យក only me មកហើយយើងចុច save ទៅតែប៉ុណ្្នឹងជាការស្រេចអញ្ចឹងយើង update profile របស់យើងគឺគេអត់ដឹងថាយើង update profile របស់យើងវាអត់ផុសទៅ public ឲ្យគេឃើញទេអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងឯងសូមអរគុណ